Telegram ទៀតបងលុយមែនអត់ហើយចាញ់ចែមែនអត់តោះមកមើលវីដេអូចាំខ្ញុំប្រាប់កុំឲ្យអស់លុយខេខ្ញុំមានទូរស័ព្ទពីដើមឥឡូវយើងចូលពាក្យ clone app មកហើយចានេះទូរស័ព្ទថ្មីហើយមួយនេះជាទូរស័ព្ទចាស់អញ្ចឹងទូរស័ព្ទចាស់នេះយើងបើកមកហើយទូរស័ព្ទថ្មីហ្នឹងក៏យើងបើកដែរដើម្បីយក QR code scan នៅទូរស័ព្ទចាស់ហ្នឹងដើម្បី transfer តន័យដែលយើងចង់ឲ្យមាននៅក្នុងទូរស័ព្ទថ្មីផងយើងអញ្ចឹងចាំមក flat ដើម្បីឲ្យវា connecting គ្នាសិនបន្ទាប់មកយើងចាំមក flat រួចហើយវានឹងសូមកឲ្យថាយើងចង់ transfer data ឲ្យគេខ្លះចូលនៅក្នុងទូរស័ព្ទថ្មីផងយើងចាំមក flat ទៅខ្ញុំអត់ចង់ transfer ទាំងអស់ទេខ្ញុំចង់ transfer តែមួយ app គាត់អញ្ចឹងយើងចូលពាក្យថា app data បន្ទាប់មកវានឹងសូហើយបើសិនជាយើងចង់ transfer ទៅទាំងអស់យើង click ទាំងអស់ទៅតែបើសិនជាយើងចង់ transfer តែមួយ app ទេយើងរក app ដែលយើងចង់ transfer មកអញ្ចឹងខ្ញុំ transfer Telegram ចូលហើយខ្ញុំចុចពាក្យថាOK តោះមកវានឹងសូមកពីរហើយសូមក app ផងហើយនឹង app data ផងអញ្ចឹងយើងចុច next ហើយចុច understand ចុច start ហើយឡើយហ្នឹង data កំពុងតែ transfer ទៅហើយបន្ទាប់ពីយើងរងចាំមក plan មកតន័យកំពុងតែ send ទៅហើយអញ្ចឹងចាំមក plan បន្ទាប់ពីចាំរួចហើយតន័យគឺកំពុងតែរត់ចូលនៅក្នុងទូរស័ព្ទថ្មីឥឡូវបាញ់ហើយឥឡូវយើងមកតេស្តទាំងអស់គ្នាមើលថាតើតន័យហ្នឹងចូលមកក្នុងទូរស័ព្ទថ្មីឥឡូវចូលមកហើយកុំភ្លេចធ្វើការសាកល្បងទាំងអស់គ្នា